Hole ក៏ដូចជាសួស្តីទៅកាន់អ្នកគ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel Kim Rich Ma ក៏ដូចជាជួបជាមួយនឹងខ្ញុំឈ្មោះ Kim ដែលជាម្ចាស់ Channel Kim Rich Ma នឹងតែម្ដងដែល Channel ខ្ញុំបើសិនជាអ្នកអត់ទាន់ស្គាល់ទេខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថា Channel នេះគឺជា Channel សម្រាយរឿងចែករំលែកក៏ដូចជានិយាយតាក់ទងនឹង anime ដូចជាសាច់រឿងអីផ្សេងៗចឹងទៅហើយខ្ញុំចេញវីដេអូនេះចង់ប្រាប់ទៅដល់អ្នកគាំទ្រឬក៏បងប្អូនគ្នាយើងទាំងអស់ដែលធ្លាប់មើល Channel របស់ខ្ញុំដែលខ្ញុំបានបាត់មុខនេះរយៈពេល7ខែហើយគឺយូរខ្លាំងមែនតើអត់ដឹងថាអ្នកទាំងគ្នានៅឃើញវីដេអូដែលខ្ញុំបាន record ឲ្យផុសនេះឬក៏អត់ទេតែបើសិនជាឃើញសង្ឃឹមតែអ្នកគ្នានឹងចូលស្ដាប់បើសិនជាមានពេលព្រោះឯងខ្ញុំនឹងបកស្រាយទៅកាន់អ្នកទាំងគ្នាពីរឿងមួយចំនួនដែលខ្ញុំបានទៅសេជា script មិនច្រើនទេហើយក៏ទៅសេខ្លីៗដែរសម្រាប់ចែកជូនគ្នាយើងទាំងអស់ឲ្យបានដឹងក៏ដូចជាបើសិនជាអ្នកគ្នាចង់បាន motivation ការលើកទឹកចិត្តកម្លាំងចិត្តក៏ដូចជារឿងមួយចំនួនដែលអ្នកគ្នាកំពុងតែជួបប្រទះឥឡូវហ្នឹងខ្ញុំអាចចែករំលែកពីរឿងរបស់ខ្ញុំទៅកាន់អ្នកទាំងគ្នាដើម្បីឲ្យអ្នកទាំងគ្នាស្ដាប់ហើយបែរជាអាចជួយលើកទឹកចិត្តអ្នកទាំងគ្នាបន្ថែមទៀតអញ្ចឹងណាអញ្ចឹងខ្ញុំរៀបចំវាជា3ចំណុចដែលខ្ញុំអត់បានត្រៀមគម្រោងទេខ្ញុំនិយាយយកតែម្ដងខ្ញុំគ្រាន់តែទៅសេ script មិនច្រើនទេគឺតិចដែរទេអញ្ចឹងសង្ឃឹមថាអ្នកទាំងគ្នាដែលបាត់មុខខ្ញុំយូរហើយចង់ដឹងរឿងខ្ញុំថាដំណើរដើមតងវាបែបណាអញ្ចឹងស្ដាប់វីដេអូមួយនេះគឺត្រូវហើយតោះចាប់ផ្ដើមតែម្ដងជាមួយនឹងចំណុចទី1ដែលចំណុចទី1គឺហេតុអីបានខ្ញុំបាត់មុខនៅលើ YouTube រហូតដល់ទៅ7ខែគឺខ្ញុំមានកត្តាជាច្រើនដែលធ្វើខ្ញុំបាត់មុខនៅលើ YouTube ក៏ដូចជាកត្តាទី1ហ្នឹងគឺកត្តារៀនបើសិនជាអ្នកទាំងគ្នាតាមដាន channel ខ្ញុំគឺដឹងហើយថាខ្ញុំជាសិស្សទី12ឆ្នាំសិក្សា2024អញ្ចឹងឥឡូវគឺខ្ញុំចប់ហើយខ្ញុំចូលឆ្នាំទី1ហើយអញ្ចឹងពេលដែលចប់ទី12ភ្លាមគឺត្រូវតារកសាលារៀនរកអ្វីដែលខ្លួនឯងចង់រៀនដើម្បីចាប់យកចំណេះដឹងបន្តទៀតហើយខំរៀនបន្តទៅមុខទៀតអញ្ចឹងវាធ្វើឲ្យអ្វីដែលយើងចង់ធ្វើចំណង់ចំណូលចិត្តយើងហ្នឹងវាត្រូវកាត់បន្ថយយើងត្រូវ focus ទៅលើអីផ្សេងមួយទៀតដែលវាជាគោលដៅនិងទំនួលខុសត្រូវរបស់យើងដែលយើងត្រូវតែព្យាយាមនឹងធ្វើវាអញ្ចឹងណាអញ្ចឹងគឺពិបាកមែនតើត្រូវផ្លាស់ប្ដូរទីលំនៅរកបន្ទប់ជួលផ្ទះជួលអីចឹងណាហើយរកសាលាដើម្បីរៀនហើយវាមានរឿងច្រើនដែលយើងជួបប្រទះនៅពេលខាងមុខដែលយើងពេលខ្លះទៅវាធ្វើឲ្យយើងមានអារម្មណ៍ថាថ្មីសម្រាប់យើងដើម្បីប្រឡូកចូលអ្វីមួយដែលឡើងសកលវិទ្យាល័យអីចឹងទៅវាខុសពីវិទ្យាល័យដែលយើងសប្បាយរីករាយតែដល់ពេលឡើងមកវាត្រូវមានសម្ពាធមកតង់ទៀតចឹងណាហ្នឹងហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំផ្លាស់ប្ដូរច្រើនមែនតើមិនថាទម្លាប់កិច្ចការងារប្រចាំថ្ងៃអារម្មណ៍រឿងដែលធ្លាប់ធ្វើពីមុនក៏បានបាត់សាបអាលៀបអស់តែម្ដងគឺបានន័យថាវាអត់មាននៅក្នុងខួរក្បាលខ្ញុំទៀតវាដូច restart ខួរក្បាលខ្ញុំដើម្បីធ្វើអីថ្មីបន្តទៀតអារម្មណ៍មួយហ្នឹងបើសិនជាអ្នកគ្នាធ្លាប់ជួបធ្លាប់ឆ្លងកាត់ឬក៏ប្រហែលឆ្នាំក្រោយឬមួយឆ្នាំទៀតអីអ្នកគ្នាអាចជួបឬឆ្លងកាត់ប្រហែលជាអាចនឹងយល់បើសិនជាអ្នកដែលកំពុងស្ដាប់នៅរៀនទី12ឬក៏ថ្នាក់បានន័យថាថ្នាក់វិទ្យាល័យចឹងអ្នកគ្នាប្រហែលជាមិនទាន់ជួបទេប៉ុន្តែត្រៀមខ្លួនឲ្យហើយទៅអ្នកគ្នាប្រកាសជាជួបអ្វីដែលនឹងកើតឡើងនឹងត្រូវកើតឡើងតែម្ដងពេលអ្នកគ្នាចប់ទី12ហើយសម្រាប់អ្នកដែលគាត់ចប់ទី12ហើយគាត់ប្រកាសជាយល់អារម្មណ៍ហ្នឹងហើយដូចជាខ្ញុំជាដើមគឺមានអារម្មណ៍ថាវាឆ្លងខ្លួនឯងមែនតើរបៀបថាយើងត្រូវសម្រុកទៅមុខរហូតចឹងណាអ្នកទាំងគ្នាចំណុចទី2គឺបញ្ហាគ្រួសារអញ្ចឹងយើងត្រូវមានទំនួលខុសត្រូវមែនតើបើសិនជាយើងជាកូនទី1ទី2ឬក៏បានន័យថាក្នុងគ្រួសាររបស់យើងមិនមានសមាជិកច្រើនបានន័យថាបងប្អូនច្រើនអញ្ចឹងណាអញ្ចឹងអ្នកណាដែលបងគេធំជាងគេអញ្ចឹងត្រូវមានទំនួលខុសត្រូវច្រើនហើយបូករួមទាំងកត្តាជីវភាពគ្រួសារទៀតអញ្ចឹងវាធ្វើឲ្យគ្រប់យ៉ាងវាកាន់តែរអាក់រអួលសម្រាប់ដែលយើងចង់ធ្វើអីមួយគឺมันបានលឿនដូចចិត្តក៏ដូចជាតាមបំណងយើងទាំងអស់ទេប្រកាសជាមានឧបសគ្គជាច្រើនដែលត្រូវរារាំងហើយដែលយើងត្រូវការជំនះវាទៅមុខទៀតចឹងណាអ្នកទាំងអស់គ្នាដែលខ្ញុំផ្ទាល់គឺនៅក្នុងគ្រួសារមួយដែលมันមានជីវភាពធូរធារប្រហែលទេហើយក៏មិនពិបាកប្រហែលដែរប៉ុន្តែរាល់ថ្ងៃសេដ្ឋកិច្ចក៏ដូចជាសង្គមរបស់យើងគឺមានឡើងមានចុះពេលខ្លះយើងអត់អាចមើលដឹងថា
ស្ថានភាពក៏ដូចជាអនាគតរបស់យើងនឹងទៅជាយ៉ាងណាទេនៅពេលដែលយើងកំពុងតែអត់អីយើងអត់តន់ព្រួយបារម្ភអត់តន់មានរឿងអីកាត់ឡើងគឺយើងធម្មតាអត់អីទេប៉ុន្តែដល់ពេលដែលមានរឿងអីកាត់ឡើងមួយវាធ្វើឲ្យយើងបាក់ស្បាតក៏ដូចជាកត្តាគ្រួសារជីវភាពរបស់យើងកាន់តែធ្លាក់ចុះអានឹងវាពិបាកមែនតែនដូចជាខ្ញុំជួបផ្ទាល់ចឹងណាក៏ដូចជាឥឡូវហ្នឹងបើសិនជាអ្នកទាំងគ្នានៅតាមព្រំដែនឬក៏នៅតាមតំបន់មួយចំនួនដែលកំពុងតែជួបបញ្ហារវាងថៃក៏ដូចជាខ្មែរយើងអ្នកទាំងគ្នាដឹងហើយថាជីវភាពសេដ្ឋកិច្ចគ្រួសារគឺពិបាកមែនតែនធ្លាក់ចុះខ្លាំងតែម្ដងមិនថាអ្នកដែលនៅជាប់នឹងទទួលរងឥទ្ធិពលពីរឿងទាំងអស់ហ្នឹងទេសូម្បីតាអ្នកមួយចំនួនទៀតក៏ដូចជារួមទាំងគ្រួសារខ្ញុំដែរដែលមិនបាននៅជិតនឹងព្រំដែនឬក៏ទទួលរងឥទ្ធិពលដោយផ្ទាល់ទេប៉ុន្តែដោយប្រយោលហ្នឹងវាធ្វើឲ្យគ្រួសាររបស់ខ្ញុំក៏ពិបាកដូចគ្នាអញ្ចឹងសង្ឃឹមថាយើងនឹងស៊ូហើយព្យាយាមទៅមុខទាំងអស់គ្នាហើយក៏សង្ឃឹមថាបើសិនជាអ្នកទាំងគ្នាបានស្ដាប់ហើយជួបនឹងរឿងរ៉ាវក៏ដូចជាទស្សនវិជ្ជាទាំងអស់ហ្នឹងជាក់ស្ដែងពិតប្រាកដហ្មងអានឹងប្រកាសជាដឹងហើយអញ្ចឹងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាស៊ូព្យាយាម keep going ទៅមុខទាំងអស់គ្នាហ្នឹងហើយយើងព្យាយាមទាំងអស់គ្នាចំណុចបន្តទៀតនេះខ្ញុំចង់និយាយពីកុំបោះបង់ខ្លួនឯងនិងអ្វីដែលខ្លួនឯងស្រឡាញ់ខ្ញុំនិយាយទៅកាន់អ្នកទាំងអស់គ្នានេះវាក៏ដូចជាការលើកទឹកចិត្តមកខ្ញុំខ្លួនឯងដែរព្រោះខ្ញុំកំពុងតែព្យាយាមលើកទឹកចិត្តខ្លួនឯងឲ្យធ្វើវីដេអូក៏ដូចជាធ្វើអ្វីដែលខ្លួនឯងស្រឡាញ់បន្តទៅមុខទៀតដោយសារតែដោយអ្នកទាំងអស់គ្នាដឹងថាខ្ញុំបានបាត់មកពី YouTube ខ្ញុំស្រឡាញ់ YouTube ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើ content ស្រឡាញ់បែបនេះបែបនោះខ្ញុំចង់ក្លាយជា YouTuber ម្នាក់ឬក៏ content creator ម្នាក់ដែលនៅលើ platform ជាច្រើនដែលខ្ញុំចង់ធ្វើប៉ុន្តែខ្ញុំអត់ទាន់ដើរដល់ចំណុចមួយហ្នឹងក៏ដូចជាសំបីតា YouTube ដែលខ្ញុំចាប់ផ្ដើមធ្វើក៏តែងតែមានឧបសគ្គជួបនេះជួបនោះពិបាកហើយខ្ញុំក៏បានបាត់មុខនឹងតែម្ដងទៅតាមបទពិសោធន៍ជាក់ស្ដែងឬក៏អាចមិននិយាយថាជាបទពិសោធន៍ទេអាចថាជាអ្វីដែលជួបនឹងបានឃើញមិនភាកច្រើនទេព្រោះខ្ញុំមិនប្រកាសប៉ុន្តែខ្ញុំអាចនិយាយបានថាមួយចំនួនដែលចូលចិត្តអ្នកមួយចំនួនដែលចូលចិត្តធ្វើវីដេអូចូលចិត្តធ្វើ content ស្រឡាញ់អីដែលខ្លួនចង់ធ្វើទៅវាសប្បាយចិត្តគឺយើងគឺសិតតែជាមនុស្សប្រភេទស្តៀងគ្នាឬក៏តែមួយដែលលេចមុខឡើងនៅលើ YouTube ធ្វើ content ធ្វើអីចឹងទៅអានេះខ្ញុំនិយាយទៅកាន់អ្នកដែលធ្វើ content ឬក៏អ្នកដែលចង់មានក្តីសម័យឬក៏មិនទាន់ចាប់ផ្ដើមធ្វើ content ក៏ដូចគ្នាចឹងទោះក្នុងលក្ខខណ្ឌឬក៏ហេតុផលណាក៏ដោយសង្ឃឹមថាយើងទាំងអស់គ្នានឹងមិនបោះបង់ចោលក៏ដូចជាបន្តទៅមុខទៀតគឺមិនបោះបង់អ្វីដែលខ្លួនឯងស្រឡាញ់នឹងចោលទេពេលខ្លះទៅខ្ញុំមានអារម្មណ៍នឹងតែងតែគិតថាមនុស្សដែលគេស្រួលគេអត់ពិបាកឬក៏គេមានជីវភាពទូធាឬក៏ក្នុងលក្ខខណ្ឌណាមួយដែលគេអាចធ្វើរឿងដែលយើងចង់ធ្វើបានប៉ុន្តែគេបែរជាអត់ចាប់អារម្មណ៍ទៅលើរឿងអ្វីដែលយើងនឹងចង់ធ្វើសោះប៉ុន្តែយើងដែលចង់ធ្វើរឿងទាំងអស់ហ្នឹងបែរជាមានលក្ខណៈពិបាកក្នុងការធ្វើទៅវិញខ្ញុំមិនដឹងថាអ្នកទាំងគ្នាយល់ពីអ្វីដែលខ្ញុំនិយាយអត់ទេប៉ុន្តែខ្ញុំចង់និយាយអ្វីដែលខ្ញុំធ្លាប់គិតហើយក៏នឹកឃើញដើម្បីប្រាប់ទៅកាន់អ្នកទាំងអស់គ្នាព្រោះអីខ្ញុំតែងតែមានអារម្មណ៍ហ្នឹងព្រោះអីពេលដែលយើងចង់ធ្វើអ្វីមួយឧទាហរណ៍ថាខ្ញុំចង់ធ្វើ YouTube ចឹងតែងតែមានឧបសគ្គអីមួយឬក៏បរិយាកាសជុំវិញខ្លួនដូចជានៅផ្ទះយើងអត់មានបន្ទប់ស្រួលក្នុងការ record ទៅមានសំឡេងរំខានអត់មានឯកជនភាពសម្ភារៈយើងមិនគ្រប់គ្រាន់យើងធ្វើទាំងប្រផិតប្រផើយយើងព្យាយាមរកដំណោះស្រាយទាំងអស់ហើយយើងនៅតែព្យាយាមធ្វើរហូតប៉ុន្តែសម្រាប់អ្នកដែលមានបានន័យថាសម្ភារៈគ្រប់បន្ទប់ល្អគេមាន privacy ល្អគេបានន័យថាគ្មានបញ្ហាឬក៏ឧបសគ្គមករារាំងប៉ុន្តែគេបែរជាមិនធ្វើបានន័យថាឬក៏គេមិនចូលចិត្តអាហ្នឹងខ្ញុំអត់ដឹងដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថាចឹងប៉ុន្តែអ្នកខ្លះគេចូលចិត្តដូចយើងដែរប៉ុន្តែគេនៅតែមិនព្យាយាមធ្វើដូចយើងចឹងណាពេលចឹងទៅខ្ញុំមានអារម្មណ៍ថាឆ្ងល់មែនតើឬក៏អានេះវាគ្រាន់ជាមួយជ្រុងរបស់ខ្ញុំដែលខ្ញុំគិតឃើញទេចឹងបើសិនជាមានកំហុសខុសឆ្គងឬក៏អ្នកទាំងអស់គ្នាមានមតិយោបល់បែបណាអ្នកគ្នាអាចប្រាប់ខ្ញុំបាន
វិញផងខ្ញុំនឹងព្យាយាមអានទាំងអស់ហើយនឹងរឿងមួយទៀតដែលខ្ញុំចង់លើកមកនិយាយគឺតាក់ទងនឹងកុំបោះបង់ខ្លួនឯងដូចគ្នាប៉ុន្តែក្នុងចំណុចមួយថានៅពេលដែលយើងអត់បោះបង់ខ្លួនឯងខ្ញុំនៅតែជឿជាក់ថាវានឹងផ្ដល់ផលឲ្យយើងវិញនៅពេលដែលយើងមិនបោះបង់អ្វីដែលខ្លួនយើងស្រឡាញ់វានឹងផ្ដល់ផលឲ្យយើងវិញនៅថ្ងៃណាមួយព្រោះអីខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំធ្វើអ្វីដែលខ្ញុំស្រឡាញ់ធ្វើទៅវាចេះតែទៅមុខទោះមានរឿងឧបសគ្គមករារាំងបែបណាក៏ដោយក៏ខ្ញុំនៅតែព្យាយាមរលទៅមុខរហូតបានន័យថានៅតែព្យាយាមធ្វើទោះខ្ញុំបាត់មុខខ្ញុំឈប់មិនក៏ខ្ញុំនៅតែមកវិញរបៀបចឹងណាទាំងអស់គ្នាហើយបន្ថែមពីនឹងទៀតពេលដែលខ្ញុំធ្វើរឿងដែលខ្ញុំសប្បាយចិត្តខ្ញុំអាចភ្លេចរឿងដែលអាក្រក់នៅក្នុងជីវិតឬក៏រឿងដែលជួបប្រទះដែលធ្វើឲ្យយើងពិបាកចិត្តយើងមានអារម្មណ៍ថាសម្ពាធអីផ្សេងពេលដែលយើងបានធ្វើអ្វីដែលយើងចង់ហើយនឹងស្រឡាញ់វាធ្វើឲ្យអារឿងហ្នឹងវាជាឆ្ងាយអញ្ចឹងសង្ឃឹមថាអ្វីដែលខ្ញុំនិយាយទៅកាន់អ្នកទាំងអស់គ្នាអ្នកទាំងគ្នាអាចយកទៅគិតនិងព្យាយាមធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយកុំបោះបង់ខ្លួនឯងអានេះជាគោលដៅមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាក៏ដូចជាខ្លួនឯងនិយាយទៅខ្លួនឯងដែរសង្ឃឹមថាខ្លួនឯងនឹងព្យាយាមបន្តទៅមុខទៀតចំណុចចុងក្រោយគឺចំណុចទី3គឺខ្ញុំនឹងនិយាយពី motivation គឺការលើកទឹកចិត្តចឹងបើសិនតែអ្នកទាំងអស់គ្នាកំពុងតែចង់ធ្វើ YouTube ចង់ធ្វើសម្រាយរឿងក៏ដូចជាចង់ធ្វើ content ឬក៏អ្នកទាំងគ្នាចង់រៀនអ្វីមួយឬក៏ចង់ធ្វើអ្វីមួយសង្ឃឹមថាអ្នកទាំងគ្នានឹងទៅធ្វើវាដាក់គោលដៅឲ្យព្យាយាមទៅមុខទោះអ្នកទាំងគ្នាមានអារម្មណ៍ថាខ្លួនឯងមិនទាន់ ready បានន័យថាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក៏ដូចជាធ្វើទៅខ្លាចជួបរឿងនេះរឿងនោះពិបាកចេះពិបាកចុះទោះមានរឿងអីក៏ដោយខ្ញុំព្យាយាមចង់ប្រាប់អ្នកទាំងគ្នាថាគួរតែចាប់ផ្ដើមពីឥឡូវទៅព្រោះអីពេលវេលាអត់ចាំយើងទេខ្ញុំនិយាយបែបនេះអត់ចង់ឲ្យអ្នកទាំងគ្នាគិតថាខ្ញុំ YouTube មិនតឹងល្បីផងអាយុប្រហែលក៏មិនច្រើនហើយក៏ដូចជាមិនមែនជាអ្នកជោគជ័យអ្វីទេប៉ុន្តែបែរជានិយាយចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងគ្នាគិតចឹងទេសង្ឃឹមតែអ្នកទាំងគ្នាអាចពេលដែលអ្នកគ្នាត្រូវការកម្លាំងចិត្តឬក៏ motivation សង្ឃឹមតែអ្នកគ្នាស្ដាប់អ្នកដែលត្រូវការពេលដែលស្ដាប់ហើយគឺនឹងសង្ឃឹមថាទទួលបានផលនឹងមានកម្លាំងចិត្តឡើងវិញអានេះជាគោលដៅដែលខ្ញុំធ្វើវីដេអូនេះឡើងក៏ដូចជារាយរាប់ប្រាប់អ្នកទាំងអស់គ្នាពីរឿងរ៉ាវផ្សេងទាំងអស់ហ្នឹងគឺគោលដៅគឺបែបហ្នឹងត្រឡប់ចូលនៅក្នុងប្រធានបទយើងវិញអញ្ចឹងបើសិនជាអ្នកទាំងគ្នាត្រឡប់ចូលមកប្រធានបទយើងវិញសម្រាប់អ្នកដែលចង់ធ្វើ YouTube ក៏ដូចជាធ្វើសម្រាយរឿង content អីផ្សេងក៏ដោយអ្នកទាំងគ្នាចាប់ផ្ដើមធ្វើវាទៅគឺមិនបាច់ចាំមានអ្វីគ្រប់យ៉ាងទេកុំឲ្យអ្នកទាំងគ្នាស្ដាយក្រោយអញ្ចឹងព្យាយាមធ្វើទាំងអស់គ្នាហើយពេលដែលយើងធ្វើទៅប្រកាសជាផ្ដល់ផលមកយើងច្រើនបានន័យថាយើងទទួលបានបទពិសោធន៍យើងដឹងថាដំណាក់កាលឬក៏ process របស់វានឹងមួយ step ទៅនឹងវាធ្វើបែបណាខ្លះចាប់ផ្ដើមពីណាទៅណាយើងនឹងចាប់ផ្ដើមដឹងស្វែងយល់ទាំងអស់គ្នានៅក្នុងពេលដែលយើងបានចាប់ផ្ដើមវាធ្វើវាតែម្ដងបានយើងទទួលបានទាំងអស់ហ្នឹងបើសិនជាអ្នកទាំងគ្នាអត់ចាប់ផ្ដើមគឺអត់ទទួលដឹងថាអូអានេះធ្វើមិនអានោះធ្វើមិនទេអញ្ចឹងត្រូវតែចាប់ផ្ដើមសាកមើលទៅយ៉ាងហើយណាក៏យើងដឹងថាអូពេលចាប់ផ្ដើមយើងត្រូវធ្វើបែបនេះទោះយើងមិនដឹងថាកណ្ដាលឬក៏បញ្ចប់ហ្នឹងវាធ្វើបែបណាក៏ដោយអញ្ចឹងយើងយ៉ាងហើយណាក៏យើងអាចដឹងថាក្បាលរបស់វាធ្វើបែបណាឧទាហរណ៍ថាធ្វើ content អញ្ចឹងអ្នកទាំងគ្នាដឹងថាអូ YouTube ធ្វើ content យើងចាប់ផ្ដើមបែបណាដាក់សំឡេងឬក៏កាត់ធ្វើបែបណាទោះមិនល្អឥតខ្ចោះក៏វាជាចំណុចចាប់ផ្ដើមដ៏ល្អមួយសម្រាប់អ្នកដែលស្រឡាញ់នៅក្នុងការធ្វើ content ដែរហើយមួយទៀតក្នុងការធ្វើសម្រាយរឿងគឺវាមិនស្រួលទេអ្នកទាំងអស់គ្នាក៏ដូចជាខ្ញុំផងដែរគឺខ្ញុំអត់ស្រួលទេមានអារម្មណ៍ថាពេលដែលធ្វើទៅវានៅតែជួបឧបសគ្គប៉ុន្តែយើងស្រឡាញ់យើងចង់ធ្វើអញ្ចឹងកម្លាំងចិត្តរុញទៅវាធ្វើឲ្យអារឿងទាំងអស់ហ្នឹងវាអាចបន្ធូរបន្ថយសម្ពាធរបស់យើងឬក៏ទោះពិបាកក៏មានអារម្មណ៍ថារៀងធូរមកវិញខ្លះនៅពេលដែលយើងមានអារម្មណ៍ថាចង់ធ្វើយើងស្រឡាញ់យើងចង់បញ្ចេញវាពីក្នុងខ្លួនរបស់យើងពីបេះដូងរបស់យើងចេញមកក្រៅតែម្ដងណាអ្នកទាំងគ្នាមិនថាធ្វើសម្រាយរឿងឯងធ្វើអីផ្សេងក៏ដោយគឺសិតតែពិបាកទាំងអស់ខ្ញុំគិតថាគ្មានរឿងណាដែលវាស្រួល 100% ហ្មងទេអញ្ចឹងវាតែងតែជួបឧបសគ្គប៉ុន្តែយើងនៅតែព្យាយាមជំនះទៅ
ហើយលើកទឹកចិត្តខ្លួនឯងហើយយើងព្យាយាម stay positive មិនន័យថាយើងគិតរឿងល្អៗយើងគិតរឿងវិជ្ជមានឲ្យច្រើនពេលដែលទាំងអារម្មណ៍របស់យើងសប្បាយក៏ដូចជាផ្លូវកាយរបស់យើងមិនឈឺយើងសុខភាពល្អបន្តទៀតវាធ្វើឲ្យអ្វីដែលយើងចង់ធ្វើហ្នឹងក៏កាន់តែល្អប្រសើរដែរវាជាចំណែកជាច្រើនអញ្ចឹងបានយើងត្រូវតែធ្វើម៉េចឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តនិងមាន motivation ឲ្យបានច្រើនយើងគិត positive ហើយព្យាយាមរៀនស្វែងយល់ពីមនុស្សជុំវិញខ្លួនក៏ដូចជាអ្នកដែលគេដើរមុនយើងអញ្ចឹងយើងព្យាយាមសិក្សាស្វែងយល់បន្តទៀតដើម្បីបង្កើនចំណេះដឹងរបស់យើងក៏ដូចជាផ្លូវចិត្តយើងរឹងមាំយើងប្រកាសជាអាចធ្វើរឿងទាំងអស់នឹងបានហើយវីដេអូនេះគឺរៀងវែងដែរហើយខ្ញុំអត់ដឹងថាមានណាគេស្ដាប់ខ្លះទេសង្ឃឹមថាអ្នកទាំងគ្នាអាចស្ដាប់វាលេងជាការកម្សាន្តក៏ដូចជាចំណេះដឹងតិចតួចដែលខ្ញុំផ្ដល់ឲ្យអ្នកទាំងគ្នាអាចបើសិនជាល្អអ្នកគ្នាអាចយកទៅបើសិនជាមិនល្អអាចបោះចោលទៅអញ្ចឹងសង្ឃឹមថាអ្នកទាំងគ្នាសំណាងល្អជួបតែរឿងល្អៗនិងព្យាយាមធ្វើអ្វីដែលខ្លួនចង់បន្តទៀតអរគុណច្រើនដែលបានស្ដាប់មកដល់ចំណុចនេះបើសិនជាមានអ្នកស្ដាប់ដល់ចំណុចនេះអ្នកទាំងគ្នាអាច comment ប្រាប់ខ្ញុំផងព្រោះវាជាលើកទី1វាអាចជា podcast ក៏បានឬក៏ជាសំឡេងមួយក្នុងការស្ដាប់កម្សាន្តបើសិនជាអ្នកទាំងគ្នាមានពេលក៏ដូចជាបើកពេលណាដែលអ្នកគ្នាចង់ញ៉ាំបាយឬក៏ធ្វើការងារឬក៏រៀនអូខេអ្នកគ្នាបើសិនជាល្អសម្រាប់អ្នកទាំងគ្នាអាច support ខ្ញុំបានក៏ដូចជា subscribe like ឬក៏ comment ឲ្យខ្ញុំដឹងផងបើសិនជាអ្នកទាំងគ្នាពេញចិត្តអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ